ព្រះត្រៃបិដក56ទំព័រ153ឃ្នាប52ភ្លៀងមានផ្គរដោយចម្រៀងដ៏ពីរោះរមែងបង្អោចុះខ្ទមគឺអត្តភាពខ្ញុំបានបិទបាំងហើយឥតខ្យល់ចូលបានទេតែងនាំមកនៅសេចក្តីសុខទាំងចិត្តរបស់ខ្ញុំក៏តម្កល់ទុកល្អហើយមនាភ្លៀងបើអ្នកចង់បង្អោទឹកអ្នកចូលបង្អោមកចុះ53ភ្លៀងមានផ្គរដោយចម្រៀងដ៏ពីរោះរមែងបង្អោចុះខ្ទមគឺអត្តភាពខ្ញុំបានបិទបាំងហើយឥតខ្យល់ចូលបានទេតែងនាំមកនៅសេចក្តីសុខទាំងចិត្តរបស់ខ្ញុំក៏តម្កល់ទុកល្អហើយមនាភ្លៀងបើអ្នកចង់បង្អោទឹកចូលបង្អោមកចុះ54ភ្លៀងមានផ្គរដោយចម្រៀងដ៏ពីរោះរមែងបង្អោចុះខ្ទមគឺអត្តភាពខ្ញុំបានបាត់បាំងហើយឥតមានខ្យល់ចូលបានទេតែងនាំមកនៅសេចក្តីសុខខ្ញុំជាអ្នកមិនប្រមាទនៅក្នុងខ្ទមនោះមនាភ្លៀងបើអ្នកចង់បង្អោទឹកចូលបង្អោមកចុះ55ភ្លៀងមានផ្គរដោយចម្រៀងដ៏ពីរោះរមែងបង្អោចុះខ្ទមគឺអត្តភាពខ្ញុំបានបាត់បាំងហើយខ្ញុំឥតមានបុគ្គលគំរាមពីរនៅក្នុងខ្ទមនោះទេមនាភ្លៀងបើអ្នកចង់បង្អោទឹកចូលអ្នកបង្អោមកចុះ56ខ្ញុំបានចូលទៅកាន់ព្រៃអញ្ជ័យហើយធ្វើខ្ទមប៉ុនក្រែអសន្តិហើយអង្គុយខ្ញុំបានដល់ត្រៃវិជ្ជាពុទ្ធសាសនាខ្ញុំក៏បានធ្វើហើយ57ខេត្តតបាលបានសួរថានរណាអង្គុយនៅក្នុងខ្ទមព្រះថេរៈតបថាភិក្ខុអ្នកប្រះចាករិគៈមានចិត្តតម្កល់ទុកល្អហើយអង្គុយនៅក្នុងខ្ទមមនាលអាវុសោអ្នកចូលដឹងយ៉ាងនេះថាខ្ទមដែលអ្នកធ្វើហើយមិនឥតប្រយោជន៍ទេ58ខ្ទមនេះជារបស់ចាស់កាលបើអ្នកប្រាថ្នាខ្ទមថ្មីឯទៀតអ្នកចូលបណ្ដេញនៅសេចក្តីប្រាថ្នាចំពោះខ្ទមចាស់ចេញមនាលភិក្ខុខ្ទមថ្មីទៀតតែងនាំមកនៅទុក59ខ្ទមរបស់ខ្ញុំដែលគេឲ្យដោយសទ្ធាជាខ្ទមគួររីករាយជាទីត្រេកអរនៃចិត្តខ្ញុំមិនមានសេចក្តីត្រូវការដោយកុមារីទាំងឡាយទេពួកជនណាមានសេចក្តីត្រូវការចូលនារីទាំងឡាយទៅក្នុងទីនោះរបស់ពួកជននោះចុះ60ខ្ញុំបួសដោយសទ្ធាខ្ទមតូចខ្ញុំបានធ្វើទុកក្នុងព្រៃហើយខ្ញុំមិនប្រមាទមានព្យាយាមដ៏តឹងរឹងមានសតិផ្ចិបជួនមានការដឹងខ្លួនជាក់លាក់61សង្កបៈធម៌ទាំងនោះមាននេក្ខមៈសង្កបៈជាដើមសម្រេចហើយដល់ខ្ញុំមានសេចក្តីត្រូវការដឹងចូលទៅកាន់ខ្ទមដែលជាខ្ទមនាំឲ្យខ្ញុំបានដល់នៅវិជ្ជានិងវិមុតតិលះបង់នៅមានានុស័យ62បណ្ឌិតអ្នកឃើញរមែងឃើញនៅបណ្ឌិតអ្នកឃើញផងគ្នាផងឃើញពាលអ្នកមិនឃើញផងឯពាលអ្នកមិនឃើញរមែងមិនឃើញពាលដែលមិនឃើញផងគ្នាផងនៅបណ្ឌិតអ្នកឃើញផង63យើងម្នាក់ឯងនៅក្នុងព្រៃដោយកំណាត់ឈើដែលគេចូលក្នុងព្រៃពួកកុលបុត្រជាច្រើនរូបរមែងស្រឡាញ់យើងដោយពួកសត្វនរកស្រឡាញ់អ្នកដែលទៅកាន់ឋានសួគ៌64ពួកសត្វឃ្លាតចាកុសលធម៌
ធ្លាក់ចុះហើយរមែងធ្លាក់ចុះឯពួកសត្វដែលជាប់ចំពាក់ក្នុងកាមតែងមកវិញសូឡាសកិច្ចដែលអាត្មាអញធ្វើហើយជាដំរែកដែលគួរត្រេកអរព្រះនិព្វានជាសុខដែលមូលមិត្តដោយសេចក្តីសុខ65វិមលៈកោដញ្ញៈកើតអំពីស្រីមានដើមឈើឈ្មោះអំពាបាលីកើតដោយស្ដេចដូចជាទង់ពណ៌សព្រះបាទពំភាសាលះបង់នៅទង់គឺមានអ្នកកំចាត់បងនៅទង់ធំគឺមានអ្នកដោយប្រាជ្ញាដូចជាទង់66ពុទ្ធវចនៈដែលបុគ្គលរៀនក្នុងសំណាក់នៃឧខេបកដៈវច្ឆថេព្រះថេរៈនោះរមែងសំដែងនៅពុទ្ធវចនៈនោះដល់គ្រហស្ថទាំងឡាយបានអស់ឆ្នាំជាច្រើនលោកជាអ្នកមានសេចក្តីរីករាយដ៏លើសលប់អង្គុយនៅដ៏ស្ងាត់ស្ងៀម67ព្រះសម្ពុទ្ធជាមហាវិរៈបុរសព្រះអង្គដល់នៅត្រើយនៃធម៌ទាំងពួងទ្រង់ព្រាមប្រដៅហើយខ្ញុំបានស្ដាប់ធម៌របស់ព្រះអង្គជាអ្នកត្រេកអរនៅក្នុងសំណាក់ព្រះអង្គត្រៃវិជ្ជាខ្ញុំបានដល់ហើយពុទ្ធសាសនាខ្ញុំក៏បានធ្វើហើយ68កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយភពទាំងឡាយខ្ញុំបានដកចោលហើយជាតិសង្សារៈក៏អស់ហើយភពថ្មីទៀតមិនមានក្នុងកាលឥឡូវនេះទេ69សេចក្តីសោករមែងមិនមានដល់អ្នកប្រាជ្ញមានចិត្តដ៏ខ្ពង់ខ្ពស់ជាអ្នកមិនប្រមាទសិក្សាក្នុងធម៌ជាគន្លងនៃការចេះដឹងមានគៀតិគុណជាអ្នកស្ងប់រងាប់មានសតិគ្រប់កាល70ខ្ញុំបានស្ដាប់សញ្ចធម៌មានរសដ៏ប្រសើររបស់ព្រះមានព្រះភិក្ខជាបុគ្គលប្រសើរដែលព្រះពុទ្ធមានសបញ្ញុត្តញ្ញាណប្រសើរសំដែងហើយប្រព្រឹត្តចំពោះអដ្ឋង្គិកមៈដើម្បីដល់ព្រះនិព្វានឈ្មោះអមតៈព្រះមានព្រះភិក្ខនោះព្រះអង្គជាបុគ្គលឆ្លៀសវៃក្នុងគន្លងនៃព្រះនិព្វានដ៏ក្សេនចាកយោគៈ71សិលនឹងឯងជាកំពូលក្នុងសាសនានេះចំណែកបុគ្គលមានប្រាជ្ញាជាបុគ្គលប្រសើរជ័យជំនះក្នុងមនុស្សនិងទេវតាទាំងឡាយរមែងមានព្រោះសិលនិងប្រាជ្ញា72បុគ្គលអ្នកយល់ឃើញប្រយោជន៍ដ៏ល្អិតសុខុមក្រៃលែងជាអ្នកឆ្លៀសវៃដោយប្រាជ្ញាមានកិរិយាប្រព្រឹត្តអោនលំទោនជាអ្នកសេពល្អហើយនៅសិលនៃព្រះពុទ្ធនោះមិនមែនបានព្រះនិព្វានដោយក្រទេ73ទំពាំងឫស្សីនៅខ្ចីមានចុងលូតលាស់បែកដៃចេញហើយបុគ្គលបោចរោមចេញបានដោយក្រយ៉ាងណាមិញអាត្មាកាលបើមេត្តានាំភរិយាមកឲ្យក៏យ៉ាងនោះដែរសូមញោមយល់តាមអាត្មាចោះព្រោះឥឡូវនេះអាត្មាបួសហើយ74ខ្ញុំឃើញមនុស្សចាស់ជរាឈឺចាប់ប្រកបដោយទុក្ខទាំងឃើញមនុស្សដល់នៅការអស់ទៅនៃអាយុស្លាប់ហើយហេតុនោះខ្ញុំលះបង់កាមជាទីត្រេកអរនៃចិត្តហើយចេញបួស75កាមិច្ឆន្ទៈព្យាបាទៈថៃណមិទ្ធិឧទ្ធិចៈកកិច្ចៈវិជ្ជកិច្ឆារមែងមិនមានដល់ភិក្ខុដោយសពគ្រប់76ការឃើញនៅព្រះអរិយទាំងឡាយមានអត្តភាពរៀបចំល្អហើយជាការប្រពៃព្រោះថាសេចក្តីសង្ស័យរមែងដាច់
បញ្ញារមែងចម្រើនឡើងព្រះអរិយទាំងនោះរមែងធ្វើសំបីនៅជនពាលឲ្យជាបណ្ឌិតបានព្រោះហេតុនោះការសមាគមនៃសប្បុរសទាំងឡាយជាការប្រពៃ77កាលពួកសត្វកំពុងប៉ោងឡើងបណ្ឌិតតែងអនលំទោនកាលពួកសត្វធ្លាក់ចុះដោយអំណាចកោសជ្ជៈបណ្ឌិតតែងប្រឹងឡើងកាលពួកសត្វមិនបានអប់រំព្រហ្មវិចរិយធម៌បណ្ឌិតតែងអប់រំកាលពួកសត្វត្រេកអរក្នុងកាមគុណបណ្ឌិតមិនត្រេកអរទេ78ចិត្តនេះក្នុងកាលមុនបានត្រាច់ទៅកាន់ចារិតតាមសេចក្តីប្រាថ្នាតាមចំណង់តាមសេចក្តីស្រួលថ្ងៃនេះខ្ញុំនឹងផ្ចាញ់ផ្ទាល់ចិត្តនោះដោយឧបាយដូចជាម៉ងដំរីអ្នកកាន់កង់វេសង្កត់សង្កិនដំរីដែលចុះប្រេង79កាលខ្ញុំមិនទាន់បានញៀនតែងអន្ទោលទៅកាន់សង្សារអស់ជាតិមិនតែមួយទេគំនោលនៃសេចក្តីទុក្ខរបស់ខ្ញុំដែលទទួលរងហើយនោះជាគំនោលទុក្ខប្រះចាញ់ទៅហើយ80រិគៈទាំងពួងខ្ញុំលះចោលហើយទោសៈទាំងពួងខ្ញុំក៏ដកចោលហើយមោហៈទាំងពួងរបស់ខ្ញុំក៏ប្រះចាញ់ហើយខ្ញុំជាបុគ្គលត្រចៀករលត់ទុកហើយ81អំពើណាទោសបីតិចឬច្រើនដែលខ្ញុំធ្វើហើយអំពើទាំងនោះក៏អស់រលីងហើយឥឡូវនេះភពថ្មីទៀតមិនមានឡើយ82អំពើលេមុខណាដែលខ្ញុំបានធ្វើហើយក្នុងជាតិទាំងឡាយដទៃក្នុងភពមុនអំពើលាមកនោះខ្ញុំក៏បីទទួលតែក្នុងជាតិនេះទេវត្ថុដទៃមិនមានឡើយ83ទីមានភិក្ខាហាដ៏សម្បូរផងទីដ៏ខ្សែនខ្សានមិនមានភ័យផងមានក្នុងទិសណាមនាលកូនអ្នកចូលទៅក្នុងទិសនោះចុះសូមកុំអុយអ្នកមានសេចក្តីសោកបៀតបៀនបានឡើយ84មនាលភិក្ខុឈ្មោះសីហៈចូលអ្នកកុំប្រមាទកុំខ្ជិលច្រអូសអស់យប់នឹងថ្ងៃចូលអ្នកចម្រើនកុសលធម៌ចុះចូលអ្នកលះបង់នៅក្រងកាយគឺអត្តភាពដោយឆាប់ចុះ85បុគ្គលដេកលក់រហូតរាត្រីទាំងអស់ត្រេកអរក្នុងពួកគណៈក្នុងវេលាថ្ងៃជាអ្នកអបញ្ញាកាលណានឹងធ្វើនៅទីបំផុតនៃទុក្ខបាន86បុគ្គលឆ្លៀសវៃក្នុងនិមិត្តរបស់ចិត្តដឹងច្បាស់នៅរសនៃវិវេកដុតកំដៅកិលេសជាអ្នកមានប្រាជ្ញារក្សាខ្លួនមានស្មារតីតម្កល់មមកបីបាននៅនិរាមិសុខគឺព្រះនិព្វាន87ព្រះមានព្រះភិក្ខជាសាស្តាចារ្យកាលសំដែងដោយព្រះអង្គឯងដូចផ្លែកន្ទតព្រៃក្នុងបាត់ដៃតែងព្រាមប្រដៅសង់យ៉ាងនេះថាផ្លូវដ៏ប្រសើរនេះជាផ្លូវទៅកាន់ព្រះនិព្វានមិនមែនដោយផ្លូវរបស់តិរដ្ឋីអ្នកពោលផ្សេងខាងក្រៅសាសនានេះទេ88ខណ្ឌទាំងឡាយខ្ញុំឃើញច្បាស់ហើយតាមសេចក្តីពិតភពទាំងពួងខ្ញុំទំលាយហើយជាតិសង្សារអស់ហើយឥឡូវនេះភពថ្មីមិនមានទេ89ខ្ញុំកាលយល់ច្បាស់នៅសច្ចធម៌ទាំងឡាយទើបអាចនឹងរើខ្លួនឡើងចាកទឹកគឺសង្សារឡើងកាន់ទីគោគឺព្រះនិព្វានដូចជាជំនន់ធំកាលបងសត្វទៅ90ខ្ញុំឆ្លងឡើងផុតចាកភក់
ចាកល្បាប់គឺកិលេសហើយវាស្រឡះហើយចាកបាកាលទំនាបគឺយោគៈរួចផុតហើយចាកអខិផងកន្ធៈផងមានអ្នកទាំងពួងខ្ញុំកំចាត់បងហើយ91ខណ្ឌ5ខ្ញុំកំណត់ដឹងហើយខណ្ឌ5មានឫសគល់ដាច់ហើយជាតិសង្សារអស់ហើយភពថ្មីទៀតរបស់ខ្ញុំមិនមានក្នុងកាលឥឡូវនេះ92សុធាភុជនមានរស់ទាំងរយអាត្មាអញមិនសរសើរដោយភោជនគឺនិព្វានសុខដែលអាត្មាអញបរិភោគហើយក្នុងថ្ងៃនេះទេធម៌ដែលព្រះពុទ្ធគោតមព្រះអង្គឃើញដោយបញ្ញារឹបមិនបានទ្រង់សម្ដែងហើយទើបជាធម៌មានរសច្រើន93ភិក្ខុណាមានអាសវៈអស់ហើយមិនជ្រប់ក្នុងអាហារភិក្ខុណាមានសញ្ញតវិមោខៈអនិមិត្តវិមោខៈអបនិហេតវិមោខៈជាអារម្មណ៍ស្នាមជើងរបស់ភិក្ខុនោះបុគ្គលតាមរកឃើញបានដោយក្រដូចស្នាមជើងនៃសត្វស្លាបក្នុងអាកាស94មនាលអេរកៈកាមទាំងឡាយជាទុក្ខមនាលអេរកៈកាមទាំងឡាយមិនមែនជាសុខទេមនាលអេរកៈបុគ្គលណាប្រាថ្នារកកាមបុគ្គលនោះឈ្មោះថាប្រាថ្នាទុក្ខមនាលអេរកៈបុគ្គលណាមិនប្រាថ្នារកកាមបុគ្គលនោះឈ្មោះថាមិនប្រាថ្នាទុក្ខទេ95សូមនមស្ការព្រះមានព្រះភិក្ខអង្គនោះព្រះអង្គជាសក្យបុត្រមានសេរីព្រះធម៌ដ៏ប្រសើរនេះព្រះពុទ្ធដល់នៅធម៌ដ៏ប្រសើរនោះទ្រង់សម្ដែងទុកល្អហើយ96ខ្ញុំជាមនុស្សខ្វាក់មានភ្នែកដែលទោសកំចាត់បងហើយទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាលទោះបីកាលដេកក៏ខ្ញុំមិនទៅជាមួយនឹងសម្លាញ់ជាបាបមិត្តទេ97ខ្ញុំបានបូជាផ្កាមួយរួចក៏បានឲ្យគេបម្រើក្នុងស្ថានសួគ៌អស់80កោដឆ្នាំរាប់ដោយឆ្នាំមនុស្សខ្ញុំរលត់ទុក្ខដោយផលនៃកម្មដ៏សេសសល់98ខ្ញុំលះភាជសម្រិតដែលមានក្បាច់100ស្រទាប់និងភាជមានមាសចម្លាក់100ជាន់ហើយត្រឡប់មកកាន់យកបាត់ដីវិញកាលចូលកាន់ភ្នោះរបស់ខ្ញុំនេះឈ្មោះថាជាការអភិសេកទី299បុគ្គលកាលឃើញរូបហើយធ្វើទុកក្នុងចិត្តនៅនិមិត្តជាទីស្រឡាញ់សតិរមែងភ្លៀងភ្លត់បុគ្គលនោះមានចិត្តត្រេកអរទទួលយកលៀបយកនៅអារម្មណ៍នោះអាសវៈទាំងឡាយដែលជាគ្រឿងនាំចូលកាន់ឫសគល់នៃភពរមែងចម្រើនដល់បុគ្គលនោះ100បុគ្គលកាលស្ដាប់សំឡេងហើយធ្វើទុកក្នុងចិត្តនៅនិមិត្តជាទីស្រឡាញ់សតិរមែងភ្លៀងភ្លាត់បុគ្គលនោះមានចិត្តត្រេកអរទទួលយកលៀបយកនៅអារម្មណ៍នោះអាសវៈទាំងឡាយដែលជាគ្រឿងនាំចូលទៅកាន់សង្សាររមែងចម្រើនដល់បុគ្គលនោះ101បុគ្គលប្រកបដោយសមបធានមានសតិប្បដ្ឋានជាអារម្មណ៍ដ៏ដេរដាស់ដោយការគឺវិមុតតិជាអ្នកមិនមានអាសវៈនិងបរិនិព្វាន102បុរសបុគ្គលល្ងងខ្លៅលះបង់សភាពជាគ្រោះហោះចូលកាន់ភ្នោះជាអ្នកមិនបានអប់រំខ្លួនជាអ្នកមានមិត្តដូចជានង្គ័លខ្ជិលច្រអូសបានតែខាងចិញ្ចឹមពោះដោយជ្រូកស្រុកធំដែលគេបំពន់ដោយចំណី
តែងចូលទៅកាន់គល់រឿយ103ជនទាំងឡាយដែលត្រូវមានអ្នកបញ្ឆោតសៅមងក្នុងសង្ខារត្រូវលាភាកអលាភាកញ៉ាំងយីហើយរមែងមានបាននៅសមាធិ104ខ្ញុំមិនត្រូវការដោយលៀបនោះទេខ្ញុំបានសេចក្តីសុខឆ្អែតដោយធម្មរសក្រេបផឹករសដ៏ប្រសើរថ្លៃថ្លាមិនធ្វើនៅការជប់ដោយរសទេ105អោណោកាយរបស់ខ្ញុំស្រាលកាលខ្ញុំត្រូវបិតិនិងសុខៈដ៏ទូលាយពលត្រូវហើយកាយរបស់ខ្ញុំរមែងអណ្ដែតឡើងបានដូចពុយដែលពើងដោយខ្យល់106បុគ្គលអ្នកឆ្លៀសវៃទោះបីអបសុខរមែងមិននៅក្នុងអាវាសដែលមិនសប្បាយសំបីកាលត្រេកអរក៏ជះចេញមិនគប្បីនៅគ្រប់គ្រងលំនៅដែលប្រកបដោយអំពើមិនជាប្រយោជន៍ទេ107អាចមានអាចកំបាំងច្រើនទ្រទ្រង់លក្ខណៈដ៏ច្រើនជនឥតប្រាជ្ញាឃើញអង្គនៃអាចតែមួយចំណែកបណ្ឌិតជាអ្នកឃើញអាចដ៏ច្រើន108ខ្ញុំរំពឹងឃើញហើយទើបចេញចាក់ផ្ទះចូលកាន់ភ្នោះត្រៃវិជ្ជាខ្ញុំបានហើយពុទ្ធសាសនាខ្ញុំក៏បានធ្វើហើយ109ខ្ញុំមានអាយុប្រកបដោយឆ្នាំ120ទើបចេញចាក់ផ្ទះចូលកាន់ភ្នោះត្រៃវិជ្ជាខ្ញុំបានហើយពុទ្ធសាសនាខ្ញុំក៏បានធ្វើហើយ110ភិក្ខុនោះត្រេកអរក្នុងទីស្ងាត់ហើយតែក្រែងមិនអើពើនឹងសាសនារបស់ព្រះមានព្រះភិក្ខព្រះអង្គជាអ្នកអនុគ្រោះដោយប្រយោជន៍ដល់ក្រៃលែងទេឬភិក្ខុនេះជាអ្នកមានឥន្ទ្រីតាំងនៅជាប្រក្រតីនៅក្នុងទីស្ងាត់ដូច្នោះដូចជាមរឹកញីប្រកបដោយជាតិនៅក្មេងដែលនៅក្នុងព្រៃ111ឈើទាំងឡាយលូតលាស់ឡើងឯដល់កំពូលភ្នំត្រូវទឹកភ្លៀងបង្អោយចុះថ្មីស្រោចស្រពហើយរមែងញ៉ាំងចិត្តគួរដល់ភាវនាកម្មឲ្យកើតឡើងដោយក្រៃលែងដល់ភិក្ខុឈ្មោះអសភៈអ្នកប្រាជ្ញវិវេកធម៌អ្នកមានសេចក្តីសម្គាល់ក្នុងព្រៃសូមអនុមោទនីចឹងក្នុងរត្រីនេះខ្ញុំប្រកាសណានាងខ្ញុំសូមបញ្ចប់នៅការអានប្រត្រីបិដក56តែត្រឹមនឹងសិនគឺបញ្ចប់នៅទំព័រ170សូមអរព្រគុណនិងសូមអរគុណ